បាទសួស្តីបងប្អូនអង្គភូមិទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកទៅដល់អង្គភូមិបងប្អូនហើយមួយរយៈនេះអង្គភូមិបងប្អូនគាត់តែងតែមកធ្វើទូរស័ព្ទមកដោះកម្មវិធីអញ្ចឹងហើយមីងពូខ្លះអ៊ំខ្លះគាត់ពីមុនខ្ញុំឮតែពាក្យក្មេងៗនិយាយថាទូរស័ព្ទនេះ slow ទូរស័ព្ទនេះយឺតអញ្ចឹងណាគាត់អុសទៅវាអត់ទាន់ចិត្តគាត់អុសទៅវានៅ slow នៅនឹង word នៅនឹងជួនកាលវានាំពីអ៊ីនធឺណិតហើយជួនកាលទីវានាំម៉ាស៊ីននឹងវាពេញ memory អញ្ចឹងអឺចាស់ឥឡូវគាត់ថាអូនក្មួយជាងគាត់ថាទូរស័ព្ទគាត់ slow មែនតើហើយសួរគាត់ថា slow ហ្នឹងអីគេគាត់ថា slow ហ្នឹងគឺយឺតគាត់ចេះពីក្មេងៗដែរគាត់ថា slow យឺតហើយទីច្រើនចាស់អ៊ំពូមីងឥឡូវគាត់ទៅដើរលេងឬមួយគាត់ទៅសុំសិលគាត់ទៅបន់ទៀនអញ្ចឹងគាត់ថតហើយឥឡូវអត់ពិបាកទេយើងអាចថតហើយយើងឲ្យគេផ្ដិតជាស្លឹកមកស្លឹកដូចជា500និង300មានតាមទំហំរបស់វាអញ្ចឹងស្រួលដែរអញ្ចឹងថ្ងៃនេះខ្ញុំបើកវងកញ្ចក់មួយថាបើគាត់ប្រើ slow ទេគាត់អាចមានប្រដាប់ជំនួយបានហើយជំនួយគឺ memory ពេលដែលយើងថតនៅក្នុងម៉ាស៊ីននឹងពេញទៅគាត់អាចទិញ memory 32G 64G និង256ចូលទៅដល់ពេលយើងថតទៅរូបថតនោះវាចូលទៅក្នុង memory អញ្ចឹងវាធ្វើឲ្យម៉ាស៊ីនយើងទលាយអញ្ចឹងវាអាចថតបានច្រើនវាធ្វើឲ្យម៉ាស៊ីនយើងដំណើរការបើកអ៊ីនធឺណិតបើកអីហ្នឹងវាដើរលឿនធម្មតាពេល net ដែល slow វាធ្វើឲ្យចិត្តរបស់យើងហ្នឹងវាតឹងចិត្តនៅពេលដែលយើងប្រើអញ្ចឹងខ្ញុំបើកវងកញ្ចក់ថាឲ្យអ៊ំពូមីងបងប្អូនហ្នឹងឲ្យហាងពិសិដ្ឋមាន memory ហើយអ៊ំពូមីងអ្នកដែលគាត់ប្រើ slow ហើយមានបញ្ហាដូចដែលខ្ញុំនិយាយអាចទិញ memory ហើយខ្ញុំអាចធ្វើឲ្យមួយ set ឲ្យទេខ្ញុំcopy ពីម៉ាស៊ីនហ្នឹងមកចូល memory មកដល់ពេលគាត់ថតសារក្រោយគឺរូបថតឯកសារហ្នឹងវាចូលនៅក្នុងម៉ាស៊ីនអញ្ចឹង memory យើងផ្ទុករូបថតអញ្ចឹងវាធ្វើឲ្យម៉ាស៊ីនហ្នឹងវាដើរដំណើរការល្អឡើងវិញហើយសម្រាប់វីដេអូនេះសូមផ្ញើអ៊ំពូមីងបងប្អូនទាំងអស់គ្នាហើយកុំភ្លេចចែករំលែកវីដេអូហើយនឹងបានវីដេអូថ្មីសូមអរគុណច្រើន